ជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាសូមស្វាគមន៍ទស្សនាមកកាន់ Channel Two Brother សង្ខេបរឿងថ្ងៃនេះផងដែរខ្ញុំបាទសូមលើកយករឿងមួយដែលមានចំណងជើងថា The Skin I Live In មកសម្រាប់ជូនបងប្អូនស្ដាប់ដែលសាច់រឿងមួយនេះគឺនិយាយអំពីបរិសម្នាក់បានចាប់យកនៅជនដៃដល់ដែលបានរំលោភកូនស្រីរបស់គាត់នឹងយកមកវះកាត់ឲ្យបរិសម្នាក់នឹងខ្លាចតែជាមនុស្សស្រីហើយចង់ដឹងថាដំណើរសាច់រឿងគួរឲ្យចាប់អារម្មណ៍និងអាចកំបាំងយ៉ាងណានោះសូមចូលរួមទស្សនាជាមួយខ្ញុំទាំងអស់គ្នាសាច់រឿងត្រូវបានចាប់ផ្ដើមឡើងដោយបង្ហាញពីនារីដ៏ស្រស់ស្អាតម្នាក់ដែលនាងមានឈ្មោះថាវេរ៉ានាងត្រូវបានឃុំឃាំងនៅក្នុងបន្ទប់សម្ងាត់ក្នុងផ្ទះរបស់បុរសម្នាក់ដែលគាត់មានឈ្មោះថា Robert គាត់គឺជាវេជ្ជបណ្ឌិតម្នាក់ដែលជំនាញលើផ្នែកវះកាត់ឬមួយក៏ Plastic Surgery គាត់កំពុងធ្វើបទបង្ហាញនៅក្នុងអង្គប្រជុំមួយដែលមានសុទ្ធតែក្រុមគ្រូពេទ្យជាច្រើនអ្នកពាក់ព័ន្ធជាមួយនឹងបច្ចេកវិទ្យាថ្មីរបស់គាត់ដែលគាត់ចង់បង្កើតស្បែកមនុស្សបែបសម័យថ្មីដែលត្រូវកម្ដៅមិនរលាកឬមួយក៏ពេលត្រូវសត្វល្អិតតិចឬមួយក៏ខាំហ្នឹងគឺមិនមានបញ្ហាបន្ទាប់ពីការប្រជុំត្រូវបានបញ្ចប់ Robert ក៏ត្រឡប់មកផ្ទះហើយគាត់ក៏បានយកនៅឈាមសត្វមួយចំនួនដើម្បីមើលពីទម្រង់ម៉ូលេគុលរបស់វាក្នុងការជំរុញទៅលើការស្រាវជ្រាវរបស់គាត់នៅពេលដែល Robert ក៏បញ្ចប់កិច្ចការងាររបស់គាត់ហើយគាត់ក៏បានត្រឡប់មកផ្ទះនៅពេលដែលមកដល់ផ្ទះភ្លាមអ្វីដែលគាត់ធ្វើដំបូងហ្នឹងគឺគាត់បានមើល Vera តាមរយៈ screen ទូរទស្សន៍នៅក្នុងផ្ទះរបស់គាត់នៅពេលដែលឃើញថា Vera កំពុងតែគេងលង់លក់ហ្នឹងគាត់ក៏បានទៅបើកទ្វារចូលទៅក្នុងបន្ទប់ដើម្បីមើលនាងនៅពេលដែលគាត់បើកទ្វារចូលទៅគាត់មានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែបានឃើញថា Vera គឺកំពុងតែព្យាយាមសម្លាប់ខ្លួនប៉ុន្តែជាសំណាងល្អគាត់ក៏អាចជួយនាងទាន់ពេលវេលានៅពេលដែល Vera ដឹងខ្លួនឡើងមកវិញហ្នឹង Vera ក៏បានសួរសំណួរទៅកាន់ Dr. Robert ថាតើខ្ញុំត្រូវរស់នៅបែបនេះរយៈពេលយូរប៉ុណ្ណាទៀតទៅប៉ុន្តែ Robert គាត់ក៏មិនបានឆ្លើយតបអ្វីទៅកាន់ Vera នោះទេហើយត្រង់ចំណុចនេះបានយើងដឹងថា Vera គឺត្រូវបាន Dr. Robert នឹងឃុំឃាំងនាងអស់រយៈពេលជាយូរឆ្នាំមកហើយសពថ្ងៃ Robert គាត់រស់នៅក្នុងផ្ទះវីឡាដ៏ស្កឹមស្កៃរបស់គាត់ជាមួយនឹងអ៊ំស្រីម្នាក់ដែលគាត់មានឈ្មោះថា Marilia និងអ្នកបោសសម្អាតនៅក្នុងផ្ទះហ្នឹងប៉ុន្មានអ្នកផងដែរអ៊ំស្រី Marilia ហ្នឹងគាត់គឺជាជំនួយការរបស់ Robert គាត់មានតួនាទីក្នុងការជួយមើលថែផ្ទះឲ្យ Robert ក៏ដូចជាតាមដានរាល់សកម្មភាពរបស់ Vera ផងដែរនៅកំឡុងពេលព្រឹកមួយដែល Robert កំពុងតែបរិភោគអាហារពេលព្រឹករបស់គាត់ហ្នឹងអ៊ំស្រី Marilia ក៏បានយកឈាមស្រស់របស់សត្វមួយធុងតូចហ្នឹងយកមកឲ្យ Robert ដើម្បីក្នុងការពិសោធន៍ Robert ក៏បានយកឈាមសត្វនោះចូលទៅក្នុងបន្ទប់ពិសោធន៍សម្ងាត់របស់គាត់នៅក្នុងបន្ទប់ lab សម្ងាត់របស់គាត់ហ្នឹងយើងក៏បានឃើញថាមានប្រភេទសត្វល្អិតនិង sample ឈាមរបស់សត្វជាច្រើនប្រភេទដែលគាត់យកមករក្សាទុកដើម្បីធ្វើការពិសោធន៍គាត់បានយកនៅស្បែកដែលចេញពីការពិសោធន៍របស់គាត់ហ្នឹងយកមកបិទពីលើម៉ាឡាកាំងតុក្កតារបស់គាត់បន្ទាប់ពីធ្វើការបិទសាកល្បងរួចរាល់ទៅលើម៉ាឡាកាំងរួចហើយគាត់ក៏បានបិទស្បែកនោះទៅលើ Vera ហើយគាត់ក៏បានសាកល្បងក្នុងការយកភ្លើងទៅរោលើស្បែករបស់នាងក៏ដូចជាឲ្យសត្វមូសនោះទៅខាំលើស្បែករបស់នាងប៉ុន្តែ Vera នាងក៏បាននិយាយថានាងមិនមានអារម្មណ៍ថាក្តៅឬមួយក៏ឈឺចុកចាប់អ្វីនោះទេដែលបានន័យថាការពិសោធន៍របស់គាត់នេះគឺបានសម្រេចហើយឈប់បន្ទាប់លោកវិជ្ជបណ្ឌិត Robert ក៏បានធ្វើបទបង្ហាញនិងនិយាយអំពីភាពជោគជ័យរបស់គាត់ពាក់ព័ន្ធជាមួយនឹងការស្រាវជ្រាវជាមួយនឹងការបង្កើតស្បែកមនុស្សបែបសម័យថ្មីនេះហើយគាត់ក៏បានដាក់ឈ្មោះឲ្យវាថា Gal ដែលជាឈ្មោះប្រពន្ធរបស់គាត់បាននិយាយកុហកទៅកាន់អ្នកនៅទីនោះថាគាត់បានធ្វើការពិសោធន៍ទៅលើសត្វកណ្ដុរហើយទទួលបានជោគជ័យប៉ុន្តែទាំងទៅតាមពិតទៅគឺគាត់បានធ្វើការពិសោធន៍វាទៅលើមនុស្សតែម្ដងបន្ទាប់ពីការធ្វើបទបង្ហាញរបស់លោក Robert ត្រូវបានបញ្ចប់ក៏មានប្រធានអ្នកវិទ្យាសាស្ត្រម្នាក់បានមកនិយាយជាមួយនឹង Robert គាត់ក៏ឆ្ងល់ថាតើហេតុអីបានជាលោក Robert នឹងដាក់ឈ្មោះផលិតផលថ្មីរបស់គាត់នេះថា Gal ហើយលោក Robert ក៏ប្រាប់ទៅវិញថា Gal នឹងគឺជាឈ្មោះប្រពន្ធរបស់គាត់ប៉ុន្តែជាអកុសលប្រពន្ធរបស់គាត់គឺត្រូវបានបាត់បង់ជីវិតទៅហើយ Robert ក៏បានបន្តទៀតថាការពិសោធន៍របស់គាត់នេះគឺគាត់យក genetic របស់សត្វជ្រូកដោយគាត់បានរួមបញ្ចូលគ្នារវាងកោសិការបស់សត្វជ្រូកជាមួយនឹងកោសិការបស់មនុស្សដើម្បីបង្កើតបានជាស្បែកមនុស្សបែបសម័យថ្មីដែលមានលក្ខណៈស្វិតនិងមិនងាយប្រតិកម្មជាមួយនឹងសត្វល្អិតគ្រាន់តែលើបែបនឹងភ្លាមលោកប្រធានម្នាក់នោះក៏គាត់គិតថាការពិសោធន៍មួយនេះគឺវាខុសច្បាប់ដូច្នេះហើយគាត់ក៏បានឲ្យ Robert នឹងគាត់បញ្ឈប់ក្នុងការធ្វើវាទៅបើមិនអញ្ចឹងទេគាត់នឹងរាយការណ៍រឿងនេះទៅកាន់ក្រុមប្រឹក្សាពិបាលថ្នាក់លើដើម្បីឲ្យចាត់ការ Robert គាត់មិនបានខ្វល់ឡើយគាត់ក៏បានជិះឡានរបស់គាត់ត្រឡប់មកផ្ទះហើយក៏បានលួចមើល Vera
តាមផ្ទាំង monitor យ៉ាងធំរបស់គាត់ហ្នឹងជាធម្មតាគាត់ក៏បានចូលទៅក្នុងបន្ទប់របស់នាងហើយក៏បាននិយាយជាមួយនាងថាការពិសោធន៍របស់គាត់ទៅលើនាងគឺបានបញ្ចប់ហើយវេរ៉ាឮបែបនេះហើយនាងក៏បានសួរទៅកាន់លោក Robert វិញថាបើអញ្ចឹងតើអនាគតរបស់នាងនឹងទៅជាយ៉ាងណាទៅប៉ុន្តែ Robert ក៏នៅស្ងៀមដោយមិនមានចម្លើយឆ្លើយទៅកាន់នាងវិញនោះទេពេលនោះស្រាប់តែវេរ៉ាក៏បានសុំ Robert ដើម្បីរៀបការជាមួយគ្នានិងរស់នៅជាមួយគ្នាដែលស្របច្បាប់ប៉ុន្តែ Robert ឮបែបនេះហើយបែរជាមានអារម្មណ៍ថាភ័យហើយក៏បានដើរចេញពីនាងបាត់ទៅ Robert ក៏បានទៅនិយាយពិភាក្សាជាមួយនឹងអ៊ំស្រី Marilia ដោយ Robert មានបំណងចង់ធ្វើការលាក់ទុកវេរ៉ាហ្នឹងឲ្យកាន់តែសម្ងាត់ជាងនេះទៅទៀតព្រោះថាវេរ៉ាគឺមានមុខមាត់ដូចជាមួយនឹងអតីតប្រពន្ធរបស់គាត់បេះដាក់ដូច្នេះហើយបើសិនជាវត្តមានរបស់វេរ៉ាលេចចេញមកខាងក្រៅអ្នកផ្សេងឯទៀតច្បាស់ជាមានការងឿងឆ្ងល់ដោយសារតែមនុស្សនៅជុំវិញខ្លួនរបស់ Robert ហ្នឹងគឺបានដឹងហើយថាអតីតប្រពន្ធរបស់គាត់គឺត្រូវបានស្លាប់ជាយូរឆ្នាំមកហើយដូច្នេះហើយ Robert ក៏បានប្រាប់ឲ្យអ៊ំស្រី Marilia ហ្នឹងទៅបណ្ដេញអ្នកបម្រើនៅក្នុងផ្ទះនេះចេញឲ្យអស់នៅពេលដែលអ្នកបម្រើនៅក្នុងផ្ទះនេះចេញអស់ហើយយើងក៏បានឃើញថាមានបរិសុទ្ធចម្លែកម្នាក់ដែលគាត់បានពាក់ខោអាវតែងខ្លួនជាលក្ខណៈដូចជាខ្លារខិនហ្នឹងបានមកជួយកណ្ដឹងផ្ទះប៉ុន្តែពេលហ្នឹង Robert គឺគាត់អត់នៅផ្ទះទេហើយអ្នកដែលបើកទ្វារឲ្យបរិសុទ្ធចម្លែកហ្នឹងគឺជាអ្នកស្រី Marilia ក៏ព្រោះតែអ្នកដែលមកជួយកណ្ដឹងផ្ទះហ្នឹងគឺជាកូនប្រុសរបស់គាត់ដែលគេមានឈ្មោះថា Seka ម្ដាយកូនពីរនាក់នេះគឺខានជួបគ្នាអស់រយៈពេលជាង10ឆ្នាំមកហើយ Seka បន្ទាប់ពីបានចូលមកក្នុងផ្ទះហើយក៏ធ្វើការអង្គុយញ៉ាំអាហារហ្នឹងយ៉ាងឈ្ងុយឆ្ងាញ់នៅពេលដែលអ៊ំស្រីគាត់មើលទៅក្នុងទូរទស្សន៍ទៅក៏ឃើញព័ត៌មានដែលផ្សាយអំពីចៅវិក្រមបានចូលទៅប្លន់នៅក្នុងធនាគារមួយកន្លែងហើយតាមរយៈកាមេរ៉ាសុវត្ថិភាពនៅក្នុងកន្លែងហ្នឹងយើងក៏បានឃើញថា Seka គឺជាសមាជិកនៅក្នុងក្រុមចៅប្លន់នឹងដែរអ៊ំស្រីឃើញព័ត៌មាននឹងហើយក៏មានការស្លុតចិត្តបន្តិចដែរប៉ុន្តែដោយសារតែគាត់ស្រឡាញ់កូនរបស់គាត់ពេកគាត់ក៏បានឲ្យ Seka ហ្នឹងនៅក្នុងផ្ទះរបស់ Robert ហ្នឹងមួយរយៈសិនដើម្បីគេចខ្លួនមិនទាន់បានអីផង Seka ក៏បានមើលឃើញ Vera តាមរយៈកាមេរ៉ាសុវត្ថិភាពគ្រាន់តែឃើញ Vera ភ្លាមគេក៏មានការចាប់អារម្មណ៍ទៅលើ Vera ជាខ្លាំងហើយក៏បានសួរទៅកាន់ម្ដាយថាតើ Vera នាងនៅបន្ទប់ណាអ្នកម្ដាយហ្នឹងដោយសារតែដឹងថាកូននឹងមានបំណងអាក្រក់ទៅលើ Vera ដូច្នេះហើយគាត់ក៏មិនបានប្រាប់ថា Vera នៅបន្ទប់ណានោះទេ Seka ក៏ព្យាយាមដើររក Vera ពីបន្ទប់មួយទៅបន្ទប់មួយដោយសារតែម្ដាយមិនព្រមប្រាប់អំពីទីតាំងរបស់ Vera កូនប្រុសចៅម៉ាស៊ីនម្នាក់នេះក៏បានចាប់ម្ដាយរបស់ខ្លួនចងគេក៏បានរកបន្ទប់ដែល Vera កំពុងតែនៅឃើញ Seka មានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឃើញថា Vera នៅមានជីវិតពេលនោះ Robert ក៏បានត្រឡប់មកផ្ទះវិញហើយក៏បានឃើញអ៊ំស្រី Marilia ហ្នឹងកំពុងតែជាប់ចំណងហើយនៅពេលដែល Robert គាត់មើលទៅកាន់កាមេរ៉ាសុវត្ថិភាពទៅក៏ឃើញថា Seka កំពុងតែធ្វើការបំពេញបំពេញទៅលើរូបរាងកាយរបស់ Vera មិនមកអងយូរឡើយ Robert ក៏បានកាន់កំភ្លើងរបស់គាត់ដើរចូលទៅក្នុងបន្ទប់របស់ Vera រួចហើយក៏បានបាញ់សម្លាប់ Seka ចោលហើយក៏បាននាំ Vera ចេញមកក្រៅក្រោយមកអ៊ំស្រី Marilia ក៏បានចូលមកសម្អាតឈាមនៅក្នុងបន្ទប់របស់ Vera ហើយគាត់ក៏បានទម្លាយរឿងការពិតមួយប្រាប់ទៅកាន់ Vera ដោយតាមពិតទៅ Seka ជាមួយនឹង Robert ហ្នឹងគឺជាបងប្អូនឪពុកទីតីដែលមានន័យថាអ៊ំស្រី Marilia គាត់មាន Seka ជាមួយនឹងប្តីរបស់គាត់ដែលជាអ្នកក្រម្នាក់ហើយក្រោយមកនៅពេលដែលគាត់បានមកធ្វើជាអ្នកបម្រើនៅក្នុងផ្ទះរបស់ឪពុករបស់ Robert គាត់ក៏បានជ្រុលជ្រោះហើយមាន Robert ជាមួយនឹងម្ចាស់ផ្ទះដែលជាអ្នកមាននេះឯងប៉ុន្តែរឿងរ៉ាវទាំងអស់នេះគឺ Robert មិនបានដឹងឡើយព្រោះថាឪពុករបស់ Robert ហើយនឹងអ៊ំស្រី Marilia គឺមិនដែលនិយាយប្រាប់រឿងនេះទៅកាន់ Robert នោះទេបន្ទាប់មកទៀត Vera ក៏បានសួរទៅអ៊ំស្រីថាហេតុអីបានជា Seka នៅពេលដែលឃើញនាង Seka បានបង្ហាញអារម្មណ៍ថាដូចជាធ្លាប់ស្គាល់នាងតាំងពីពេលណាមកអញ្ចឹងហើយអ៊ំស្រីក៏បានតបទៅវិញថាគឺដោយសារតែមុខមាត់របស់ Vera ហ្នឹងគឺដូចបេះបិទជាមួយនឹង Gal អតីតប្រពន្ធរបស់ Robert ហើយ Seka គឺធ្លាប់លួចស្រឡាញ់ប្រពន្ធរបស់ Robert ជាមួយនឹងអតីតប្រពន្ធដែលមានឈ្មោះថា Gal ហ្នឹងក៏មានកូនស្រីម្នាក់ដែរដែលនាងមានឈ្មោះថា Norma ក្រុមគ្រួសាររបស់ Robert ពីមុនហ្នឹងគឺមានក្តីសុខខ្លាំងណាស់ប៉ុន្តែមានថ្ងៃមួយដែលអ្វីៗបានផ្លាស់ប្ដូរអស់គឺដោយសារតែថ្ងៃមួយអ៊ំស្រី Marilia ហ្នឹងបានយក Seka មកឲ្យនៅក្នុងផ្ទះរបស់ Robert ជាមួយគាត់ដែរហើយ Seka នៅពេលដែលបានឃើញគ្នាជាមួយនឹង Gal ទាំងពីរនាក់ហ្នឹងក៏មានចិត្តទៅលើគ្នា
ហើយក៏បង្កើតបានជាស្នេហាលួចលាក់សេកាជាមួយនឹង Gal ក៏នាំគ្នារត់ទាំងពីរនាក់ក៏បានជួបនៅឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ដែលបណ្ដាលឲ្យឡាននឹងឆេះខ្ទេចសេកាក៏បានរត់ចោល Gal ដោយទុកឲ្យនាងប៊ីនឹងត្រូវឆេះស្លាប់នៅក្នុងឧបទ្ទវហេតុនោះ Robert ក៏បានយក Gal មកព្យាបាលនិងមើលថែឡើងវិញគាត់យកចិត្តទុកដាក់ជាមួយនឹងប្រពន្ធរបស់គាត់ខ្លាំងណាស់ហើយគាត់ក៏បានលួចដកកញ្ចក់ទាំងអស់ចេញពីក្នុងបន្ទប់របស់នាងដោយសារតែគាត់មិនចង់ឲ្យនាងឃើញអំពីរូបរាងនិងមុខមាត់របស់នាងបន្ទាប់ពីត្រូវភ្លើងឆេះបែបនេះថ្ងៃមួយ Gal ក៏បានបើកវាំងននដើម្បីមើលកូនស្រីរបស់គាត់ដែលកំពុងតែលេងនៅខាងមុខផ្ទះស្រាប់តែពេលនោះនាងក៏បានឃើញមុខមាត់របស់នាងនៅក្នុងចំណាំងផ្លាតកញ្ចក់បង្អួចនាងមានការផិតភ័យជាខ្លាំងហើយក៏អស់សង្ឃឹមនៅក្នុងការរស់នៅបន្តទៀតនាងក៏បានហក់តាមបង្អួចដើម្បីបញ្ចប់ជីវិតនៅពីមុខកូនស្រីរបស់នាងគឺ Norma ដែលកំពុងតែលេងនៅខាងមុខផ្ទះដែលធ្វើឲ្យ Norma ឃើញទស្សនវិជ្ជាទាំងអស់នេះហើយនាងក៏ចាប់ផ្ដើមមានជំងឺបេះដូងតាំងពីពេលនឹងមកដែរបន្ទាប់ពីនិយាយរឿងរ៉ាវទាំងអស់នេះចប់ហើយ Vera ក៏បានគេងជាមួយនឹង Robert ប៉ុន្តែ Vera នាងក៏បានសុំ Robert ថាកុំឲ្យធ្វើអីនាងនៅក្នុងយប់នេះអីដោយសារតែនាងទៅតែត្រូវបានសេកាធ្វើបាបដូច្នេះហើយនាងនៅមានអារម្មណ៍រន្ធត់ចាំថ្ងៃស្អែកទៅហើយទាំងពីរនាក់ក៏បានលងលក់នៅពេលដែលទាំងពីរនាក់កំពុងតែលងលក់ហ្នឹង Robert ក៏បានយល់សប្តិអំពីកូនស្រីរបស់គាត់ដែលជា Norma ហើយសាច់រឿងក៏បានលេងត្រឡប់ទៅកាន់6ឆ្នាំមុន Norma ជាមួយនឹងឪពុកហ្នឹងក៏បានតែចូលរួមក្នុងពិធីជប់លៀងមួយដែលមានមនុស្សជាច្រើនបានចូលរួមប៉ុន្តែភ្លេចខ្លួនតែមួយភ្លេតហ្នឹង Norma ក៏បានបាត់ខ្លួនចេញពីក្នុងរង្វង់មនុស្សជាច្រើនហ្នឹងដែលធ្វើឲ្យ Robert មានការបារម្ភជាខ្លាំង Robert ក៏បានដើរស្វែងរក Norma នៅជុំវិញទីធ្លាសួនច្បារកន្លែងហ្នឹងហើយក៏បានឃើញបុរសម្នាក់បើកម៉ូតូយ៉ាងលឿនចេញពីក្នុងពិធីជប់លៀងហ្នឹងដែលមើលទៅបុរសម្នាក់ហ្នឹងគឺដូចជាផិតភ័យខ្លាំងមែនទែនមិនដឹងថាគាត់បានធ្វើអ្វីនោះទេបន្ទាប់ពីដើររកកូនអស់មួយសន្ទុះទៅគាត់ក៏បានឃើញកូនស្រីរបស់គាត់ហ្នឹងដេកសន្លប់នៅក្បែរអណ្ដូងទឹកមួយនៅពេលដែលគាត់ព្យាយាមដាស់នាងឲ្យភ្ញាក់ឡើងនាងក៏បានស្រែកដោយការផិតភ័យជាខ្លាំងហើយត្រឹមហ្នឹង Robert គាត់ក៏បានភ្ញាក់ពីការយល់សប្តិបន្ទាប់មកយើងក៏បានចូលទៅក្នុងការយល់សប្តិរបស់ Vera វិញម្ដង Vera បានយល់សប្តិឃើញអំពីបុរសម្នាក់ដែលមានឈ្មោះថា Vicente គឺជាបុរសម្នាក់ដែលធ្វើការជាមួយនឹងម្ដាយរបស់គាត់ហើយ Vicente ហ្នឹងគឺ crush ទៅលើនារីម្នាក់ដែលមានឈ្មោះថា Cristina ប៉ុន្តែ Cristina ហ្នឹងគឺជា lesbian ឬមួយក៏ជានារីដែលស្រឡាញ់ភេទដូចគ្នាឈុតបន្ទាប់យើងក៏បានឃើញថា Vicente ក៏បាននៅក្នុងពិធីជប់លៀងដែលយើងបានឃើញក្នុងការយល់សប្តិរបស់ Robert ដែរ Vicente ក៏បានមើលឃើញ Norma ហើយក៏ចាប់អារម្មណ៍ទៅលើ Norma ជាខ្លាំងបន្ទាប់ពីចេញពីពិធីជប់លៀងនោះមកទាំងពីរនាក់ក៏បានដើរសារសងស្នេហាជាមួយគ្នា Vicente ដោយសារតែស្រវឹងផងដែរនោះគេក៏បានបង្ខំ Norma នៅជិតអណ្ដូងទឹកដែលយើងបានឃើញកាលពីឈុតមុន Norma នាងក៏ព្យាយាមរើបំរាស់ហើយនាងក៏បានខំដៃរបស់ Vicente ដោយសារតែគ្មានជំរើសហើយខ្លាចអ្នកផ្សេងទៀតលើសម្រៃរបស់ Norma ផងដែរនោះគេក៏បានទះ Norma មួយកំភ្លៀងដែលធ្វើឲ្យនាងសន្លប់បាត់ទៅបន្ទាប់មកយើងក៏បានដឹងថា Vicente នេះហើយគឺជាបុរសម្នាក់ដែលបានបើកម៉ូតូចេញពីពិធីជប់លៀងយ៉ាងលឿននោះមួយអាទិត្យបន្ទាប់ពីរឿងរ៉ាវទាំងអស់នេះបានកាត់ឡើង Vicente ក៏បានចេញពីធ្វើការនៅក្នុងហាងម្ដាយរបស់ខ្លួនហើយក៏បានបើកម៉ូតូជិះតាមផ្លូវជាធម្មតាប៉ុន្តែពេលនោះក៏ស្រាប់តែមានឡានមួយបើកតាមដេញពីក្រោយគេហើយអ្នកដែលបើកឡាននោះគឺជា Robert ដោយសារតែ Robert បានកំណត់អត្តសញ្ញាណរបស់ Vicente បានហើយ Robert ក៏បានបុកម៉ូតូរបស់ Vicente ពីក្រោយដែលធ្វើឲ្យ Vicente ជាមួយនឹងម៉ូតូរបស់គេហ្នឹងប៉ើងធ្លាក់ពីលើផ្លូវនៅពេលដែល Vicente ដឹងខ្លួនឡើងវិញដៃរបស់គេទាំងសងខាងបានជាប់ច្រវាក់ហើយនៅជិតខ្លួនគឺមានធុងទឹកមួយដើម្បីឲ្យគេផឹកម្ដាយរបស់ Vicente ក៏បានមកជួបជាមួយនឹងប៉ូលីសដោយសារតែប៉ូលីសបានរកឃើញម៉ូតូរបស់ Vicente ដោយប៉ូលីសបានសន្និដ្ឋានថា Vicente បានជិះម៉ូតូធ្លាក់ពីលើផ្លូវហើយធ្លាក់ចូលទៅក្នុងជ្រោះស្លាប់បាត់បង់ជីវិតបាត់ទៅហើយប៉ុន្តែម្ដាយរបស់ Vicente ហ្នឹងគឺគាត់មិនជឿថាកូនប្រុសរបស់គាត់បានស្លាប់បាត់បង់ជីវិតនោះទេគាត់ក៏បានព្យាយាមឲ្យក្រុមប៉ូលីសហ្នឹងធ្វើការស៊ើបអង្កេតទៅលើកូនប្រុសរបស់គាត់បន្តទៀតចំណែកឯ Robert ឯនេះវិញគាត់ក៏បានទៅមើល Norma នៅមន្ទីរពេទ្យផ្លូវចិត្តមួយកន្លែងដោយពេលនេះ Norma គឺមានអាការៈធ្ងន់ធ្ងរខ្លាំងមែនទែនដោយនាងមានការភ័យខ្លាចទៅលើមនុស្សប្រុសជាខ្លាំងសូម្បីតែឪពុកបង្ការរបស់ខ្លួនក៏នាងមិនស្គាល់ដែរបន្ទាប់ពីចេញពីមន្ទីរពេទ្យមក Robert ក៏បានចូលមកមើល Vicente ហើយក៏បានបាញ់ទឹកលាងសម្អាតគេ
នឹងផ្ដល់អាហារឲ្យគេផងដែរបន្ទាប់ពីឃុំឃាំងគេអស់រយៈពេលប្រមាណថ្ងៃមកប៉ុន្មានថ្ងៃក្រោយមក Norma ក៏បាត់បង់ជីវិតដែលធ្វើឲ្យ Robert គឺឈឺចាប់ខ្លាំងមែនទែនដោយសារតែមនុស្សជាទីស្រឡាញ់ទាំងពីរនាក់របស់គាត់គឺបាត់បង់ជីវិតអស់ទៅហើយដោយទុកឲ្យគាត់នៅតែម្នាក់ឯងដូច្នេះហើយគាត់ក៏បានធ្វើការពិសោធន៍ទៅលើ Vicente តែម្ដងដោយគាត់បានចាប់ផ្ដើមកោរពុកមាត់របស់គេនិងធ្វើការវះកាត់គេដើម្បីបដូរភេទរបស់គេឲ្យក្លាយទៅជាមនុស្សស្រីនៅក្នុងការវះកាត់ហ្នឹងគឺមិនមែន Robert គាត់ធ្វើម្នាក់ឯងទេគាត់បានហៅដុកទ័រដទៃទៀតមកចូលរួមផងដែរការវះកាត់ទៅលើ Vicente ក៏ត្រូវបានចាប់ផ្ដើមបន្ទាប់ពីការវះកាត់ហើយ Vicente ក៏បានដឹងខ្លួនពីការសន្លប់ប៉ុន្តែអ្វីៗគឺហួសពេលបាត់ទៅហើយដោយសារតែពេលនេះ Vicente គឺបានក្លាយទៅជាមនុស្សស្រីហើយ Robert ក៏បានឲ្យនៅថ្នាំមួយចំនួនដើម្បីឲ្យ Vicente មានសុខភាពល្អហើយ Robert គាត់ក៏នៅតែបន្តធ្វើការវះកាត់បន្តទៀតទៅលើផ្នែកផ្សេងៗរបស់ Vicente ដើម្បីឲ្យ Vicente ហ្នឹងគឺក្លាយទៅជាមនុស្សស្រីពេញលក្ខណៈតែម្ដង Vicente ដោយសារតែមិនអាចធ្វើអ្វីបានក៏មានតែឲ្យ Robert វះកាត់គាត់តាមតែចិត្តទៅហើយជាលទ្ធផលយើងក៏បានឃើញថា Vicente ក៏បានក្លាយទៅជាមនុស្សស្រីពេញលក្ខណៈហើយរយៈពេលជាច្រើនឆ្នាំមកដល់ឥឡូវនេះគឺ Vicente បានក្លាយទៅជា Vera ដែលយើងបានឃើញនៅពេលបច្ចុប្បន្ននេះឯងថ្ងៃមួយ Vicente ក៏ឆ្លៀតឱកាសតដៃទៅលើ Robert ហើយក៏ចង់រត់ចេញពីផ្ទះរបស់ Robert ប៉ុន្តែដោយសារតែក្នុងផ្ទះរបស់ Robert នេះគឺមានបច្ចេកវិទ្យាខ្ពស់ដែល Robert បានធ្វើការបញ្ជាតេឡេធ្វើឲ្យទ្វារនៅក្នុងផ្ទះរបស់គាត់នេះគឺបិទទាំងអស់ដែលធ្វើឲ្យ Vicente ឬក៏ Vera ហ្នឹងគឺមិនអាចរត់ចេញពីក្នុងផ្ទះគាត់បាននោះទេ Vicente ដោយសារតែគ្មានជំរើសក៏បានអាកសម្រាប់ខ្លួនរបស់គេចោលប៉ុន្តែ Robert ក៏បានជួយសង្គ្រោះគេទាន់ពេលវេលាហើយគាត់ក៏បានប្រាប់ Vicente ថាចាប់ពីពេលនេះតទៅឈ្មោះរបស់ឯងគឺ Vera ហើយ Robert ក៏បានយក Vera ទៅឃុំឃាំងក្នុងបន្ទប់ពិសេសមួយដែលក្នុងបន្ទប់ហ្នឹងគឺមានប៉ុស្តិ៍ទូរទស្សន៍តិចមែនទែនដើម្បីឲ្យ Vera មើលកម្សាន្តហើយ Vera ក៏ព្យាយាមហាត់ Yoga ដើម្បីកុំឲ្យខ្លួនឯងមានការអផ្សុកនៅក្នុងបន្ទប់តែម្នាក់ឯងហ្នឹងទាំងអស់នេះគឺជាសាច់រឿងនៅក្នុងអតីតកាលឥឡូវនេះយើងបកមកកាន់បច្ចុប្បន្នកាលនៃសាច់រឿងវិញយើងឃើញថាពេលនេះ Vera គឺអាចចេញពីក្នុងបន្ទប់ឃុំឃាំងហ្នឹងហើយអាចមានសេរីភាពក្នុងការដើរហើរនៅក្នុងផ្ទះរបស់ Robert ទាំងមូលហើយអ៊ំស្រី Marilia ក៏បានប្រាប់ Robert ថាឲ្យប្រុងប្រយ័ត្នផងកុំសូវទុកចិត្តទៅលើ Vera ពេកប៉ុន្តែ Robert គឺគាត់មិនខ្វល់ឡើយគាត់ថែមទាំងអនុញ្ញាតឲ្យ Vera ហ្នឹងអាចទៅដើរទិញម្ហូបនៅផ្សារជាមួយនឹងអ៊ំស្រី Marilia ទៀតផងថ្ងៃមួយអតីតមិត្តរួមការងាររបស់ Robert ក៏បានមកលេងផ្ទះរបស់ Robert ហើយក៏បានបង្ហាញ Robert ពីរូបរបស់ Vicente ដែលបានចុះផ្សាយនៅក្នុងទស្សនាប័ទ្មពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់គេដោយមិត្តរួមការងាររបស់ Robert ម្នាក់ហ្នឹងគាត់ក៏បានចូលរួមក្នុងការវះកាត់ Vicente ឲ្យក្លាយទៅជា Vera សពថ្ងៃផងដែរកំពុងតែនិយាយគ្នានោះ Vera ក៏បានចូលមកហើយ Vera ក៏បាននិយាយទៅកាន់បរិយាម្នាក់នោះថាការវះកាត់កន្លងមកហ្នឹងគឺមិនមែនជាការបង្ខិតបង្ខំពីសំណាក់ Robert អីទេគឺគេជាអ្នកយល់ព្រមក្នុងការវះកាត់ទាំងអស់នេះហើយគេចង់ក្លាយជាមនុស្សស្រីបរិយាម្នាក់នោះលើបែបហ្នឹងហើយគាត់ក៏បានដើរចេញពី Robert និង Vera ទៅ Robert លើពាក្យទាំងអស់នេះចេញពី Vera ហើយគាត់ក៏មានអារម្មណ៍ថាទុកចិត្ត Vera កាន់តែខ្លាំងដោយគិតថា Vera ពេលនេះគឺស្រឡាញ់គាត់ហើយទុកគាត់ដូចជាប្តីអញ្ចឹងនៅពេលយប់ Robert ហើយនិង Vera ក៏ចាប់ផ្ដើមប្រតិបត្តិការជាមួយគ្នាប៉ុន្តែពេលហ្នឹង Vera ក៏បានប្រាប់ថានាងដូចជាភ្លេចរបស់អ្វីមួយនៅខាងក្រោមផ្ទះនាងសុំចុះទៅយកវាសិនហើយនៅពេលដែលនាងចុះមកនាងក៏បានលក់យកកំភ្លើងទុកក្នុងកាបូបដៃរបស់នាងនៅពេលដែលនាងឡើងមកលើផ្ទះវិញនាងក៏បានធ្វើការភ្ជង់កំភ្លើងទៅកាន់ Robert ហើយនាងក៏បានប្រាប់ថាពាក្យស្រឡាញ់ដែលនាងនិយាយទៅកាន់ Robert ហ្នឹងគឺគ្រាន់តែជាការកុហកតែប៉ុណ្ណោះហើយនាងក៏បានបាញ់សម្លាប់ Robert ចោលអ៊ំស្រី Marilia នៅពេលដែលឮសំឡេងកំភ្លើងហើយគាត់ក៏បានកាន់កំភ្លើងដើរមកក្នុងបន្ទប់របស់ Robert ហើយវាសនារបស់គាត់ក៏ដូច Robert ដែរដោយ Vera បានបាញ់សម្លាប់គាត់ចោលដូចគ្នានៅថ្ងៃបន្ទាប់ Vera ក៏បានត្រឡប់ទៅកាន់ហាងម្ដាយរបស់ខ្លួនកាលពីមុននៅពេលដែលទៅដល់ហាងហ្នឹងគឺម្នាក់មិនស្គាល់ថានាងគឺជា Vicente នោះទេពេលនោះ Christina ក៏បានមកនិយាយជាមួយនឹង Vera ហើយ Vera ក៏ព្យាយាមនិយាយប្រាប់ថានាងគឺជា Vicente កាលពីមុនហើយនាងក៏បានយករ៉ូបមួយចេញមកដោយបង្ហាញថារ៉ូបហ្នឹងគឺជារ៉ូបដែលនាងបានធ្វើវាឡើងកាលពី6ឆ្នាំមុនហើយពាក្យសម្ដីទាំងអស់នេះហើយធ្វើឲ្យ Christina ក៏ចំណាំបានថាម្នាក់ស្រីនេះគឺពិតជា Vicente មែននៅពេលនោះម្ដាយរបស់ Vicente ក៏បានចូលមកហើយ Vera
ក៏បាននិយាយទៅកាន់ម្ដាយរបស់ខ្លួនថាគេគឺជាកូនប្រុសរបស់គាត់ Vicente នឹងឯងហើយសាច់រឿងក៏ត្រូវបានបញ្ចប់ត្រង់ចំណុចនេះផងដែរអ្នកទាំងអស់គ្នាគិតថាតើម្ដាយរបស់ Vicente មានអារម្មណ៍បែបណានៅពេលដែលបាត់កូនប្រុសអស់រយៈពេលជាច្រើនឆ្នាំហើយដល់ពេលកូនត្រឡប់មកវិញបែរក្លាយទៅជាមនុស្សស្រីម្នាក់ទៅវិញមិនដឹងថាម្ដាយរបស់ Vicente នឹងគឺមានអារម្មណ៍បែបណានោះទេសូមអរគុណបងប្អូនទាំងអស់គ្នាចំពោះការតាមដានទស្សនាវីដេអូមួយនេះរហូតដល់ទីបញ្ចប់យើងនឹងជួបគ្នានៅវីដេអូបន្តទៀតបាយបាយ